បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទសុខសប្បាយទេបាទបែកគ្នាមួយរយៈមិនសូវបានផុសនៅក្នុង Channel YouTube នេះទេបងប្អូនណាដោយសារតែអត់មានអ្នកមើលអញ្ចឹងណាបាទអញ្ចឹងបងប្អូនបាទចូលមកទស្សនាហើយកុំភ្លេចជួយគ្រប់គ្រង Channel របស់ខ្ញុំផងខ្ញុំនឹងមានជាសាច់រឿងខ្លីៗជាច្រើនទៀតសម្រាប់ចែកជូនបងប្អូនទស្សនាសើចលេងសប្បាយថ្ងៃនេះមកមិនមកមើលដីទេណាបាទមកលេងជើងភ្នំអញ្ចឹងណាបាទលេងជើងភ្នំអញ្ចឹងហើយវាស្រឡះខួរក្បាលខ្លះបាទនេះស្រុកកណើតខាងប្រពន្ធបងប្អូនបាទទេសភាពស្អាតណាស់បាទជើងភ្នំប៉ុណ្ណឹងខ្មល់នេះម៉ោងវា12ម៉ោង1បានទៅហើយវាអត់សូវស្អាតទេបើពីព្រឹកបន្តិចឬក៏សៀលតិចគឺត្រជាក់ភ្នែកហ្មងបាទនេះក្រោយសុខសត្វភ្នំស្អីអញ្ចឹងបងប្អូនណាបាទសត្វភ្នំអញ្ចឹងហ្នឹងហើយដីជើងភ្នំអញ្ចឹងស្អាតណាស់បាទនេះសាទីតាំងថតរឿងកំ pl ែងបងប្អូនបាទថតរឿងកំ pl ែងប៉ុន្តែកំ pl ែងបងប្អូនអត់សូវមើលបាទអត់សូវមើលចាំដឹងធ្វើរឿងអីទេឥឡូវបាទអ្នកធ្វើម្ដងមួយរយៈបាទស្អាតថតរឿងមួយរយៈហើយដោយសារតែជាប់ធ្វើសំណង់បាទមើលធ្វើម្ដងបានលុយតិចទៀតចាំថតទៀតព្រោះអាហ្នឹងថតត្រូវការចំណាយលុយបងប្អូនបាទបាយទឹកអីចឹងទៅតួអញ្ចឹងទៅសាំងម៉ូតូសាំងឡានអីចឹងទៅប៉ុន្តែគ្មានឡានទេមានម៉ូតូថតចឹងចំណាយចឹងអានេះរោងបងប្អូនបាទរោងគេទេមិនមែនរោងឲ្យខ្ញុំទេប៉ុន្តែចិត្តថតបងប្អូនមើលលេងបាទដើមឈើណាបាទបងប្អូនស្គាល់ដើមឈើទេបាទអូបាទជើងភ្នំបងប្អូនអើយបាទមានមិត្តមានភ័ក្រដាក់តិចមកយួរពីយូរអីណាបាទធានាមកអែមតែម្ដងហើយស្តុកហ្នឹងចេះជិះម៉ូតូមកលេងអញ្ចឹងទៅមកជុំអញ្ចឹងទៅត្រឡប់ទៅធ្វើការវិញអញ្ចឹងទៅបងប្អូនចង់ទស្សនារឿងថ្មីបងប្អូនជួយខមមិនមកបាទជួយខមមិនមកខ្ញុំនឹងផលិតចែកជូនបងប្អូនទស្សនាសាច់លេងមកបងប្អូនគ្រប់គ្រងណាតែបើមិនគ្រប់គ្រងទេក៏ផលិតទៅគ្មានអ្នកមើលដដែលបងប្អូនបាទណាយលុយតួជួលសារពីហ៊ូលវូដនេះមកណោះហើយអត់មានអ្នកមើលហងហ្នឹងយើងពិបាកដែរទេសភាពគាត់ណាជិះម៉ូតូពីពេញមើលធំហ្នឹងអស់2 3លីត្រទៅវិញទៅមកស្ទើរលុយបងប្អូនសាកសម័យមើលមានគ្រួសារមួយក្រុមអីណាសាកសម័យមើលមានគ្រួសារមួយក្រុមអីមកអញ្ចឹងជួបជុំហ្នឹងដាក់ជែកជើងភ្នំអញ្ចឹងល្អមិនទេបងប្អូនណាបាទល្អខ្លាំងហ្មងមិនល្អធម្មតាប៉ុន្តែខ្ញុំថតនេះវាទូរស័ព្ទខ្ញុំនេះវាមិនសូវច្បាស់រូបភាពស្អាតទេបាទហើយជាមួយនឹងនេះទេសភាពមានផ្កាមានអីហ្នឹងហើយបងប្អូនបាទអញ្ចឹងប៉ណ្ណឹងចោះជំរាបលាបងប្អូនណាអរគុណបាយបាយ